Welcome back to my vlog វា3នៅប្រាំងចេញវគ្គដូចរឿង Spider-Man ចឹងឥឡូវកំពុងធ្វើដំណើរទៅឆាកនេះគឺជាខ្សែវៀនដែលគេប្រកួតគុនខ្មែរនៅទីក្រុងប៉ារីសទៅមើលខ្សែវៀនទាំងអស់គ្នាហើយគេទៅមើលដល់មាននៅខាងលើទៀតទីនេះជាធានសម្រាប់អត់អ្នកចូលរួមញ៉ាំអញ្ចឹងគេមានទាំងទឹកហូចគេទេនេះលើតែក៏ឆ្ងាយអញ្ចឹងហើយទឹកសុតអីចឹងទៅប្រកួតនេះគឺមានខ្មែរប៉ះមួយកីឡាករបោះប្រាំងហើយមានប្រាំងគាត់ចូលរួមច្រើនព្រោះថាគាត់ឆ្លាញ់គុនខ្មែរនិយាយទៅទៅសើអត់ expect ទេអានេះជាទស្សនវិជ្ជាដែលក្រុមការងាររៀបឆាករៀបសោនរៀបអីផ្សេងអញ្ចឹងទៅនឹងដល់អត់មានការងារធ្វើអីទេថត random ទៅវិញទៅមកទុក highlight ផុសមុនកម្មវិធីគេយប់នឹងហើយតែគ្រាន់តែមើល hall ដឹងតែយប់នឹងញាក់តែខ្ញុំក៏ថតញាក់ដែរចាំមើលនឹងមិនទេចាំមើលទាំងអស់គ្នាទៅកម្មវិធីនេះនាំមកជូនផ្ដិចមុខដោយធំដោយ Cambodia Black Beer សូមមកតិចណាព្រោះគឺជាក្រុមហ៊ុនរបស់ខ្ញុំបាទថតចុះថតឡើងឃើញនំប៉័ងនេះនិយាយពីថាតំណងញាក់តែគេអត់ free ទេអ្នកគ្នាគេយកមកលក់ហើយខ្ញុំបាទទៅដើរសួរទៅទិញប្រោយ Hello តែពិតខ្ញុំត្រូវនិយាយ bonjour ខ្ញុំត្រូវ hello ឯណាអញI want to buy one piece how much per one piece 27 euro right 7 euro ថាយើងអញ្ចឹងហើយអ្នកលក់នេះក៏លេខកលុចទៀតម្ដង27ម្ដង7អញតែបងគិតថាខ្លួនឯងស្ដាប់លឺច្រឡំអីស្ដាប់វីដេអូឡើងវិញពូនឹងកូមែនOh, you're not ready, right? Yeah, not ready. Oh, okay. ចង់ខោបានញ៉ាំតែអត់ទាន់ហើយអង្គទៅទិញសំខាន់អត់ហ៊ាននិយាយទៅប៉ែច្រើនសួរស៊ីទួចពូនេះមានជាការសលេងក៏បាត់ទៅវិញទៅមកអីអត់ទាន់ស៊ីក៏បានដែរទៅហើយឥឡូវបាយនំប៉័ងបានមកហូបកាទៀវវិញអីចឹងកាទៀវនេះហាដើររដូចចាប់ Pokemon ចឹងតម្រាំតែហោកន្លែងមានចឹងញ៉ាំនៅនេះហើយមិនមកញ៉ាំបានទេណាពួកខ្ញុំដើរហូប3បណ្ដងម៉ោង12បានគេបើកតែការចាំធ្វើឲ្យយើងអត់ខកបំណងកាទៀវគឺមួយចានធំមែនតើតែនេះថ្លៃ12 euro ជាងពី10រៀលតែមួយចានគឺញ៉ាំឆ្អែតម៉ែអើឆ្អែតឥឡូវឲ្យអាយ latte take away មួយនិយាយទៅហើយចេញមកភ្លាវហ្មងមិនគេយកឲ្យភ្លាវណាគឺខ្ញុំបានកំងនឹងភ្លាវព្រោះសារនៅនោះគេមានតែកាហ្វេក្តៅហាក់មាន take away អីទេកាន់ហ្មងបើអញអាយ latte take away អីគាត់ដាក់តកកែច្នៃឲ្យអាកៅនេះគឺកែគេដាក់មកហូបតែមានអីម្យ៉ាងកុំឲ្យថាខុសគេតែឯងនាំបងស្រីមកផ្លែកបាន2នាក់នេះឥឡូវចិនដាបន្ទាប់គេយកកន្លាកទៅថ្លឹងគីឡូអ្នកគ្នាឆ្ងល់ហើយមែននៅប្រាំងមិនមានអីវងមូលឈុតចង្វានេះបាទអ្នកនរគ្នាឆ្ងល់ខ្ញុំប្រាប់គេថាគេថាម្ដុំនេះសបោខ្មែរនៅពួកគាត់ចូលលុយគ្នាសាំងសងនឹងឡើងមកគូសរសើរបងប្អូនខ្មែរយើងគឺគាត់អត់ចចោលអត្តសញ្ញាណខ្លួនឯងអូននិយាយទៅហើយអ្នកឡានគឺមានបងប្អូនអ្នកនៅប្រាំងហ្នឹងគាត់ទៅមើលបដាលហ្នឹងដែរគាត់មកយកពួកខ្ញុំនិយាយពីថាជិះសុទ្ធ100អស់សោះគឺសាហាវខ្លាំងហ្មងជិះអូបនព្រះស្ពះទេវតាតែពេលនឹងរំភើបតាពួកយើងមានសេចក្តីទុកចិត្តហើយនៅនេះវាសុខភាពគាត់ហ៊ានជិះហើយឆ្លាញ់ vibe គាត់មែនតើជិះរបៀប super car 100ដាក់ភ្លេងឈៀអូ I love you ឥឡូវមកដល់ទីតាំងថ្លឹងគីឡូកន្លះកហើយខ្សែក្រវ៉ាត់គេអូស្អាតញាក់សាហាវព្រៃផ្សាយហើយខ្ញុំឃើញមនុស្សប្លែកមុខជាច្រើនគឺមានជាការភ័យបន្តិចបន្តួចមានទាំងសហព័ន្ធខាងបដាលនៅស្រុកហ្នឹងមកហើយខាងខ្មែរយើងខ្លះអីចឹងហើយការមកហ្នឹងខ្មែរមានតែប្រហែលអ្នកទេតែដល់ពេលមកប្រជុំគ្នាថ្ងៃថ្លឹងគីឡូហ្នឹងគឺមកច្រើនហ្មងអូយភ័យដែរចឹងឥឡូវមើលកីឡាកររហស្សនាមរាហូមាសគាត់មកដល់ប៉ារីសឃើញរាហូតែរាហូគាត់អ្នកបាត់ដំបងហើយចាំមើលថារាហូបាត់ដំបងហើយរាហូប៉ារីសវាស្នាចាញ់ឬក៏ឈ្នះចាំតាមដែរជារាហូប៉ារីសបាទហើយរាហូបាត់ដំបងមកលេងរាហូនៅប៉ារីសសំខាន់កីឡាបដាខ្មែរយើងខ្ជូតណាឃើញអញ្ចឹងនេះគាត់លេងសើចមួយគ្នាថត vlog អីណាបាញ់គ្នាធម្មតាគាត់មានក្លឹបផ្សេងគ្នាអញ្ចឹងនេះរាហូមាសហ្នឹងនៅក្លឹបផ្សេងឯងតែគាត់មកថតឬដងក្លឹបផ្សេងទៀតហើយដល់វគ្គថ្លឹងគីឡូហ្នឹងគេថ្លឹងម្នាក់ម្ដងអញ្ចឹងតែខ្ញុំមិនហ៊ានដាក់ឲ្យខ្លាចវីដេអូបែបពេលថ្លឹងគីឡូហ្នឹងគេឲ្យដោះចេញទាំងអស់ហ្មងស្លេកតាលីអូអញ្ចឹងសូមទឺតឥឡូវមកផ្ទះផ្លែតហៀបខ្លួនទៅវិញតែលោតចូលភួយសិនល្ងាខ្លាំងហើយសំទោមាន outfit check អីលយមានអារម្មណ៍ថាកៅអៅខ្លួនឯងយ៉ាក់ខ្លាំងយ៉ាក់ពេកដូរអាវក្រៅពាក់អាវទៅដែរតាំងពីមកពាក់អាវតែមួយដែលអាវមិនដែរឃើញដោះហ្មងទៅហើយពេលហ្នឹង9អង្សាឡើងល្ងាខ្ញុំដើរទៅវិញទៅមកធ្វើរួមធួនដើរចុះដើរឡើងបេះផ្លែប៉ោមហូបអីចឹងប៉ោមគេគឺធម្មជាតិហើយសបោហ្មងដោះ
ឈូសចោលពេញហ្នឹងនៅយើងនេះបេះយកទៅលក់អូលក់បានថ្លៃមកហើយបើនិយាយពីផ្នែកក្នុងផ្ទះមានបងខ្មែរនៅហ្នឹងគាត់ទិញទាខ្វាយទិញអីមកឲ្យញ៉ាំខ្លាចយើងអត់មានម្ហូបខ្មែរតែតាំងខ្ញុំមកខ្ញុំញ៉ាំម្ហូបខ្មែររហូតបងគាត់ទៅផ្សារអាស៊ីធ្វើម្ហូបឥឡូវដល់ម៉ោងទៅឡើងកម្មវិធីវិញតែគេជិះឡានទៅអស់ហើយខ្ញុំក៏ជ្រើសរើសក្នុងការដើរព្រោះដោយសារឡើងកម្មវិធីហ្នឹងក៏មិនឆ្នៃណាស់ណាដើរត្រឹម10នាទីហើយម្ដងនេះការដើរគឺសប្បាយចិត្តដោយសារយើងដើរមិនហត់មើលបាននេះហត់បើទេសភាពស្អាតឲ្យមើលទស្សនីយភាពសំបីតែប៉ូលីសក៏ជាសក្តិសិស្សដែរហើយឡើងជារឿងធម្មតានៅហ្នឹងហ្មងអូយចង់រស់នៅក្នុងប្រទេសប្រាំចាំកាត់ជាកូនប្រាំឥឡូវនេះយើងកំពុងតែមកសង្វៀនបដាលហើយស្រុកនេះគឺអត់ដឹងនិយាយទៅស្អាតខ្លាំងហ៎ស្អាតស្ងប់ស្ងាត់ធម្មជាតិផ្កាដើមឈើហើយផ្ទះនិយាយទៅ perfect អញនិយាយថាវា perfect ទេ perfect មកនិយាយទៅទោះនេះវាដីមានបែកឬក៏សញ្ញាតិចតួចតែ perfect តែសំបីតែផ្កាក៏ស្អាតដែរតែស្អាតមកហ្នឹងនិយាយចឹងអូ so good ឡើយកម្មវិធីគេចាប់ផ្ដើមចូលទៅនឹងដោយសារយើងធីមការងារគេបិទ ticket VIP ឲ្យហើយមុនចូលគូធំយើងមានគូទូចតែសិតតែបរទេសប្រាំខ្ញុំសឹងតែអត់ជឿថាជនជាតិប្រាំគឺស្រឡាញ់គុនខ្មែរគឺពួកគាត់សុខចិត្តមកហាត់ហើយឡើងវាយអត់ខ្លាចជឿអត់ខ្លាចអីទេតែគ្រាន់តែគាត់ពាក់កង់ពាក់អីពេញខ្លួនតែគឺគុនខ្មែរហ្មងគាត់ហាត់គុនខ្មែរហើយយើងមានមោទនភាពដែរភាគច្រើនគេស្គាល់តែមួយថៃចង់ឲ្យបានយើងខំប្រឹងផ្សព្វផ្សាយគុនខ្មែរក្នុង hall ហ្នឹងគេមានទាំងក្រោមទាំងលើ stand by ខាងលើហើយហូមមីខ្ញុំនៅក្រោមពងដាធ្វើលីលើនេះថាវាហើយវាអត់ឃើញវីដេអូហ្នឹងអញ្ចឹងគូគេប្លែកចេញមកពាក់មួកពាក់អីមកលៀបលយដែរទៅគ្មានគ្រូដែលគាត់នៅក្នុងប្រហាត់គុនខ្មែរហើយនេះទស្សនភាពឥឡូវមនុស្សកាន់តែច្រើនហើយមានលក់កៅអៅកីឡាខ្មែរអីនិយាយថាបរទេសគាត់ចូលចិត្តមកគ្នាទិញពេញហ្នឹងឥឡូវខ្ញុំអស់ពីលើមកក្រៅរត់ថតពេញហ្នឹងហើយឃើញអសហ្នឹងបាច់ឆ្ងល់យកមកពី IG ដោយសារមាន footage ឥឡូវធ្វើការហ្នឹងគេមាន concert tracer នៅខ្មែរនេះរាហូយើងនេះដូចជាទឹកទី2ហើយដែរគូប្រកួតស្លប់និយាយចឹងដឹងត្រូវខុសតែខ្ញុំស្អប់អាកូនហ្នឹងថតខ្ញុំប៉ះវាពេលនោះវាពងបែកមាត់វាស្លក់វាធាក់ញោអញខំអញស្អប់ហើយនេះរាហូយើងអាហ្នឹងសមមុខឲ្យកីឡាករយើងវាយវាចឹងហើយយើងថតតែយើងសប្បាយណាពេលឃើញកីឡាករខ្មែរយើងឆ្លៀតទង់ជាតិខ្មែរចង់អូអញស្រែកផ្កាច់ផ្កិនពេញហ្នឹងហ្មងសប្បាយចិត្តខ្លាំងហើយកីឡាករខ្មែរយើងគឺទៅ6គូឈ្នះ5តែគូដែលចាញ់ហ្នឹងគឺល្បីជាងគេគាត់វាយល្អគេតាមដានជាងគេព្រោះគាត់ត្រូមហ្មងវាយហើយគាត់ត្រូវគេងពេទ្យ2ថ្ងៃនេះកីឡាករយើងគាត់នេះគឺគាត់រស់នៅទីក្រុងប៉ារីសនឹងផ្ទាល់ហ្មងគាត់ឈ្មោះសៀងហៃអ្នកដែលមើលកីឡាវាយ box គាត់តែមុខគាត់លយណាសំខាន់គាត់ពង្រៀនគុនខ្មែរនៅស្រុកប្រាំងហ្នឹងទៀតថ្ងៃនេះក៏គាត់ឈ្នះដែរអញ្ចឹងយើងចាប់គាត់ថតធ្វើ content អញ្ចឹងពេលប្រកួតចប់ហើយគឺយើងសម្ភារឲ្យថតឲ្យពេញដូចតែរូបភាពបានឃើញអញ្ចឹងគឺចុះឡើងថតបែកវល់ពេញអញ្ចឹងពេលប្រកួតចប់គឺយករៀងខ្លាំងហើយអាកាសធាតុក៏ត្រជាក់ខ្លាំងដែរ5អង្សាគឺដើរឡើងញ័រសំខាន់ថាមេឃើញវីដេអូមួយគឺមានជាការផុសតាំងដៃញ័រតរត់មកអង្គុយផុស content ហើយត្រជាក់ខ្លាំងមែនទែនអ្នកនរនិយាយចេញផ្សាយហ្មងតែគ្រាន់តែសាំពេលយើងថតទៅវាអត់ចេញតែហ្នឹង the best moment in life ព្រោះពេលមកហ្នឹងអត់ឡានពេលទៅហ្នឹងអត់ឡានទៀតត្រូវដើរទៀតតែនៅតែមានទីការចូលចិត្តការដើរត្រជាក់ខ្លាំងជាមួយនឹងពេលយប់ចឹងលើបដោយហើយយកទូរស័ព្ទមកផ្លុំវាអត់ចេញផ្សាយតែមែនតើគឺមានផ្សាយអ្នកឥឡូវដល់វគ្គរសជាតិជីវិតទេដល់ចប់ត្រូវបានទៅផ្ទះវិញអត់ទៅបានទេព្រោះកាលហ្នឹងមានសង្គ្រាមគេទម្លាក់ខបែកនៅពលានយន្តហោះឌូបៃតែគឺជាពលានដែលពួកខ្ញុំត្រូវ transit ពេលទៅខ្មែរវិញអញ្ចឹងពេលដល់ថ្ងៃទៅអីគឺខាង airline អត់មានតំណែងអីមួយយើងទាំងអស់គួយទៅប្រកាន់គេអីបើគេពងវល់ខបែកទម្លាក់អីប្រទេសជាតិគេប៉ុណ្ណាតែពេលហ្នឹងរៀងឈុតធំដែរហើយក៏ភ័យតិចដែរថាវាអាចមកដល់ប្រាំងអីអញ្ចឹងណាយើងចេះតែសម័យសង្គ្រាមលោកលើកអីចេះតែសម័យពេញហ្នឹងអញ្ចឹង solution គឺយើងទៅ airport ហ្នឹងហើយទៅសួរព័ត៌មានគេផ្ទាល់មកប៉ុន្តែមិនងាយស្រួលអ្នកទាំងអស់គ្នាទាំងងំទៅតាក់ទងបានអ្នកដែល relevant ក្នុងអារឿងហ្នឹងគឺយើងត្រូវចាំដេកឈរអង្គុយអូចង់3 4ហើយបងគាត់សួរម្នាក់គេច្រានឲ្យម្នាក់ទៀតគេច្រានឲ្យម្នាក់ទៀតគឺពិតជាពិបាកខ្លាំងមែនទែនតែសារបងគាត់ប្រកែកខាងថ្នាក់ថ្នងដែរគាត់ដឹងរៀងច្រើនដែរក៏យើងតាក់ទងបានជួបអ្នកដែលពាក់ព័ន្ធគេឆ្លើយតបហើយខាង Emirates នៅ Dubai ហ្នឹងគឺគេ responsible cover ឲ្យយើងហ្មងតាក់ទងការ delay flight ទៅវិញហ្នឹងឃើញអត់សំបីតែប្រទេសគេជួបរឿងធំអញ្ចឹងតែគេនៅតែមានដំណោះស្រាយឲ្យភ្ញៀវទេសចរគ្រាន់តែរៀងវល់បន្តិចរៀងភ័យអីអញ្ចឹងតែគេនៅតែមាន solution ឲ្យហើយ solution ហ្នឹងគឺគេ cover កន្លែងគេកន្លែងអីយើង extend នៅបន្តទៀតហើយនេះហើយគឺជា experience ដែលខ្ញុំអាចថាល្អក្នុងអាក្រក់អីមិនដឹងនិយាយមកគ្រាន់ការ extend នេះគឺបានទៅនៅពលានប៉ារីសហ្នឹងហ្មងហើយview ស្អាតតែគឺ view មកឃើញយន្តហោះជិះរហូតហើយ enjoy គេគឺ buffet 3ពេលរាល់ថ្ងៃហ្នឹងឲ្យតែចុះមកគឺ excited with the food ហ្មងគឺវាឆ្ងាញ់ណាស់ហើយប្លែក
ចង់កាហ្វេក៏បានចង់តែក៏បានទឹកផ្លែឈើក៏បានហើយឃើញម្ហូបអឺរ៉ុបអញ្ចឹងឯងប៉ុន្តែឆ្ងាញ់យើងញ៉ាំបានមកព្រោះថាវាមានច្រើន option ត្រីក៏មាន bacon ក៏មាននិយាយទៅឆ្ងាញ់ចូលមាត់រងថ្ងៃហ្មងចូលចិត្តទៅផឹកឡើងឆុងកាហ្វេមកអង្គុយផ្លុំមាត់នៅមុខកន្លែងគេងហ្នឹងព្រោះកន្លែងហ្នឹងគឺជាកន្លែងដែលថតទៅវាឃើញផ្សៃហើយដោយសារពេលហ្នឹងស្ថានភាពអត់ស្រួលអញ្ចឹងយើងអត់សូវហ៊ានដើរទៅណាទេបានធ្វើតែម្ដុំកន្លែងយើងគេងប៉ុន្តែម្ដុំកន្លែងយើងគេងហ្នឹងក៏គ្រប់គ្រាន់ដែរគឺវាស្អាតវាដូចជាភូមិបុរាណអីអញ្ចឹងដោយសារ vlog យើងរៀងនឹងវែងឆ្ងាយជាងគឺជីវិតខ្ញុំគឺត្រូវទៅមកតង់ទីអញ្ចឹងជួបគ្នានៅតង់ក្រោយវីដេអូអត់មានទេទៀតផងជួបគ្នានៅផាត់4ហ្មង